ក្រុមប្រឹក្សាជាតិតស៊ូរបស់លោកសំរងស៊ីបានអះអាងថាខ្លួនបានប្រាប់ទៅសហភាពអឺរ៉ុបបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលគ្រួសារហ៊ុនឲ្យស្ដារប្រជាធិបតេយ្យមុនការបោះឆ្នោតនៅក្នុងឆ្នាំ2028ដោយសំអាងថាបើមិនដូច្នោះទេកម្ពុជានឹងក្លាយទៅជាវាលពិឃាតប្រជាធិបតេយ្យតាមរយៈវីដេអូជាង2នាទីអ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូរបស់លោកសំរងស៊ីគឺលោកកឹមសុខបាននិយាយថាការជំរុញបែបនេះគឺធ្វើឡើងក្នុងជំនួបជាមួយសហគមន៍អឺរ៉ុបកាលពីថ្ងៃទី29ខែមេសាឆ្នាំ2025នេះពីព្រោះបើសហគមន៍អឺរ៉ុបមិនចាត់វិធានការឲ្យបានលឿននិងទាន់ពេលទេនោះស្ថានភាពកម្ពុជាគឺខ្ញុំប្រៀបធៀបវាដូចជា the killing field of democracy គឺវាលពិឃាតសម្រាប់ប្រជាធិបតេយ្យនៅប្រទេសកម្ពុជាសហគមន៍អឺរ៉ុបមានការចាប់អារម្មណ៍ហើយគេបានឆ្លើយថានឹងពិចារណាហើយនៅជាមួយអ្នកប្រជាធិបតេយ្យកម្ពុជាជានិច្ចហើយគេបានបញ្ជាក់ថាគេនឹងតស៊ូក្នុងការជួយជ្រោមជ្រែងប្រជាពលរដ្ឋខ្មែរដែលចង់បានប្រជាធិបតេយ្យឆ្លើយតបនឹងការលើកឡើងនេះអ្នកនាំពាក្យគណបកប្រជាជនកម្ពុជាលោកសុកអេសាននិយាយថាស្ថានភាពនយោបាយនៅកម្ពុជាមិនដូចលោកកឹមសុខលើកឡើងនោះទេរឿងបោះឆ្នោតឆ្នាំ2027នេះជារឿងដោយឡែកមិនពាក់ព័ន្ធនឹងរឿងឃាតកម្មលឹមកម្យាទេឯមូលហេតុឯបានពាក់ព័ន្ធនឹងរឿងបោះឆ្នោតឯទៅយកអរិញឲ្យចាប់ខ្លួនឃាតករ2នាក់ឲ្យតុលាការថៃអានឹងវាជាសមត្ថកិច្ចរបស់តុលាការថៃយើងអត់មានលូកដៃទេទោះបីថាឃាតករនឹងវាមានពាក់ព័ន្ធជាមួយជនជាតិខ្មែរក៏ប៉ុន្តែឃាតកម្មនឹងវាកើតឡើងនៅក្នុងទឹកដីថៃអញ្ចឹងវាជាសមត្ថកិច្ចរបស់តុលាការនិងសមត្ថកិច្ចរបស់ថៃឲ្យគាត់មើលគាត់មិនបាច់និយាយពីរឿងកម្ពុជាប្រជាធិបតេយ្យនៅកម្ពុជាទេឥឡូវកំពុងដំណើរការល្អហើយដូច្នេះឲ្យគាត់ស្នើលោកត្រាំឲ្យមើលប្រជាធិបតេយ្យនៅអាមេរិកវិញដោយឡែកប្រធានសមាគមការពារសិទ្ធិមនុស្សអាត6លោកនីសុខាយល់ឃើញថាបច្ចុប្បន្នការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការធ្លាក់ចុះខ្លាំងក្រោយគណបកប្រឆាំងត្រូវបានរំលាយចាប់តាំងពីឆ្នាំ2017មកលោកគូបញ្ជាក់ថាបើមេដឹកនាំបកកណ្ដាលអំណាចកម្ពុជាមិនងាកមកស្ដារលទ្ធិប្រជាធិបតេយ្យឲ្យបានល្អប្រសើរឡើងវិញនោះទេវានឹងបង្កឲ្យមានផលប៉ះពាល់ទាំងសេដ្ឋកិច្ចនិងជីវភាពរបស់ពលរដ្ឋគឺថាកម្ពុជាត្រូវតែដើរលើកន្លងនៅលទ្ធិប្រជាធិបតេយ្យសេរីពហុបកហើយនឹងការគោរពសិទ្ធិមនុស្សដូច្នេះប្រសិនបើយើងដើរមិនស្របទៅនឹងកន្លងទាំងអស់ហ្នឹងទេនោះវាធ្វើឲ្យជះឥទ្ធិពលទៅដល់ការអភិវឌ្ឍប្រទេសប៉ះពាល់ទៅដល់ពិសេសគឺប្រជាពលរដ្ឋអ្នកដែលក្រីក្ររហូតទៅដល់មានការកាត់នៅពន្ធអនុគ្រោះ EPA នឹង20%ថែមទៅទៀតផងការដឹកនាំរបស់មេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនជាង4ទសវត្សរ៍នេះរងការស្ដីបន្ទោសពីសហគមន៍អន្តរជាតិជំវិញការប្រកួតអំណាចខ្វះសុចរិតភាពរំលោភសិទ្ធិមនុស្សជាប្រព័ន្ធប្រើយុទ្ធសាស្ត្រកំទេចក្រុមអ្នករិះគន់ប្រើប្រព័ន្ធច្បាប់ជាឧបករណ៍យកចៅក្រមនិងប្រធានតុលាការកំពូលជាសមាជិកបកក្រុមការត្រួតត្រារបស់ខ្លួនទូរដ្ឋធម្មនុញ្ញកម្ពុជាចែងថាកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបកក្តីបញ្ហានេះអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិធ្លាប់បាននិយាយថាតុលាការត្រូវបានបកប្រជាជនប្រើជាប្រព័ន្ធដើម្បីកម្ចាត់សម្លេងជំទាស់បំពានលើគោលការណ៍សិទ្ធិមនុស្សជាសកលនិងរដ្ឋធម្មនុញ្ញជុំវិញបញ្ហានេះកាលពីដើមខែតុលាឆ្នាំ2024ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី57អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោកវិធិតមុនថាបូនបានស្នើរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំងនិងរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យលោកវិធិតមុនថាបូនបានរិះគន់ចំថាការផ្ទេរអំណាចនៅកម្ពុជានៅក្នុងឆ្នាំ2023ធ្វើឡើងទៅនៅក្នុងក្រុមគ្រួសារដែលថានេះគឺជាការបន្តក្តោបក្តាប់អំណាចដោយគ្មានលក្ខណៈប្រជាធិបតេយ្យនិងតម្លាភាពបញ្ហានេះបន្សល់ទុកជនរងគ្រោះរាប់លាននាក់ព្រមទាំងអ្នករងគ្រោះរាប់ម៉ឺននាក់ចាញ់បោកក្រុមអង្គការស្និទ្ធនឹងមេដឹកនាំហើយថាបន្ទាត់នយោបាយនេះពលរដ្ឋច្រើនលាននាក់ទៀតនឹងបន្តរងគ្រោះបើកម្ពុជាគ្មានមេដឹកនាំចេញពីការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌ទេនោះ